សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំបានម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងមករៀនអ្នកនរគ្នាអំពី comment VI VIM ហើយនឹង Nano អញ្ចឹងមុននឹងយើងចូលទៅយើងត្រូវ remote ទៅលើកម្មវិធីវិធីនេះហើយយើង remote ចូល server អញ្ចឹងសិនយកvào VMware ទេអញ្ចឹងខ្ញុំចូល Linux ហើយខ្ញុំ load ពីមកខ្ញុំ connection type វាខ្ញុំយក LSH ហើយវា encrypt password យ៉ាងអញ្ចឹងហើយខ្ញុំចុច open មកហើយខ្ញុំ log in ចូលហើយខ្ញុំ switch user ទៅ root sudo su អូខេអញ្ចឹងបន្តមកទៀតខ្ញុំបង្កើត directory មួយmake directory ខ្ញុំដាក់ថា vlab អញ្ចឹងខ្ញុំ cd មក vlab ហ្នឹងមកអូខេបន្តមកទៀតនៅក្នុងហ្នឹងខ្ញុំបង្កើត file មួយដាក់ថា vi vinode.text អូខេអញ្ចឹងដើម្បីទៅ save បានយើងត្រូវចុចអក្សរ i ស្មើនឹង insert ហើយយើងទៅ save មកឧទាហរណ៍ this file is created using vi editor អូខេអញ្ចឹងបើសិនជាយើងចង់ copy text ហ្នឹងយើងចុចប៊ូតុង ESC សិនមកអាហ្នឹងមានយើង stop writing អញ្ចឹងអញ្ចឹងបើសិនជាយើងចង់ copy យើងឈរនៅលើ line ហ្នឹងយើងចុចវាយពីរដងហើយយើងចុច P មកតែថាយើងឈរនៅលើ line មួយហ្នឹង cursor ហ្នឹងមិន cursor នេះអាពណ៌នេះនៅ line មួយហ្នឹងយើងចុចវាយពីរដងហើយយើងចុច P មកវា copy អូខេហើយអានេះរបៀបយើង move ទីតាំងវាដូចជាអក្សរ K up អក្សរ L rightនេះចុចអក្សរ L មកវាមកស្ដាំរហូតហើយ L right K up អក្សរ J down ហើយអក្សរ X left ហើយបើសិនជាយើងចង់លុបអក្សរដែលនៅខាងឆ្វេង cursor អញ្ចឹងយើងចុចអក្សរ X ធំនេះឃើញអត់ចុចអក្សរ X ធំទៅវាលុបពីខាងឆ្វេងហ្នឹងហើយបើសិនជាយើងចង់លុបមកបន្ទាត់ហ្នឹងហ្មងយើងចុចDD ពីរដងអូខេនេះហើយមួយទៀតអក្សរ X តូចហ្នឹងយើងលុបយើងនៅ line ណាវាលុប line ហ្នឹងហ្មងអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំមកនេះឥឡូវខ្ញុំចុចអក្សរ X តូចវាយើងនៅ line ណាវាលុប line ហ្នឹងហ្មងអញ្ចឹងឥឡូវខ្ញុំលុបមួយ line ហ្នឹងចោលខ្ញុំចុច DD ឥឡូវខ្ញុំទៅសេតែប៉ុណ្្នឹងហើយខ្ញុំចង់ save file ខ្ញុំចុច ESC ហើយបើយើងចង់ save ធម្មតាយើងចុចត្រីពីរនេះមកហើយយើងចុច W enter អាហ្នឹង save ធម្មតាហើយវា save ធម្មតាវាអត់ចេញពីហ្នឹងឯងអញ្ចឹងយើងចង់ save ឲ្យចេញឥឡូវយើងចុចអក្សរ I ហើយយើងចង់ save ឲ្យចេញយើងចុចយើងចុច ESC វិញមកហើយយើងចុចត្រីពីរមកយើងយក W Q ហ្នឹងមានន័យថាវា save file ហើយវាចាក់ចេញពី line ហ្នឹងហ្មងហើយបើយើងអត់ចង់ប្រើអញ្ចឹងយើងចុចអីគេមួយទៀតចុច2 WQ save ហើយចុច2 Q អានេះដូចគ្នាគាត់ថាមួយ save ហើយបានចេញពីហ្នឹងហើយមួយទៀតយើង save ហើយចេញមកហ្មងហើយមួយទៀតបើសិនជាយើងចង់ read file ហ្នឹងយើងវាយមក view អីគេ v node.txt អូខេហើយយើងគាត់ទៅ view ឯងគាត់ read ទេនេះ read only នេះ read only ឥឡូវយើងចង់ដឹងយើងសាកinsert មកអត់បានទេវា read only ឥឡូវឧទាហរណ៍យើងសរសេរអញ្ចឹងហើយយើងចុចអីគេយើងចុចប៊ូតុង ESC ហើយយើង save មើល save បានអត់ save W អត់បានទេអញ្ចឹងយើងចង់ចេញវិញដោយយើងចង់ចេញវិញឥឡូវយើងវាយមកខ្ជូហើយសញ្ញាឧទានដើម្បីចេញវិញឥឡូវយើងទៅ view វិញមើលឃើញអត់កាតបានទេអូខេអញ្ចឹងឥឡូវយើងចេញមកអញ្ចឹងឥឡូវយើងមកមើល command line VIM ម្ដងអញ្ចឹងឥឡូវខ្ញុំចេញពី folder VI ហ្នឹងមកដើម្បីមកបង្កើត folder ថ្មីអញ្ចឹងខ្ញុំដាក់ថា make directory ខ្ញុំដាក់ថា VIM lab ខ្ញុំ cd មកអូខេចូលមកហើយខ្ញុំ clear ចោលមួយអញ្ចឹងដូចគ្នាដែរខ្ញុំនឹងបង្កើត file មួយនៅក្នុង
VM lab ហ្នឹងចឹងខ្ញុំដាក់ថា VM lab text អូខេចឹងខ្ញុំដាក់ខ្ញុំដើម្បីទៅសេបានចឹងរបៀបទៅសេវាដូច VI ដែរ VM យើងចុចI មកស្មើនឹង insert ចឹងខ្ញុំទៅសេមកដាក់this file is created using VIM editor ហើយខ្ញុំដាក់មួយទៀត VIM is an improved version of VI អូខេចឹងnavigation យើងមូទៅលើទៅក្រោមហ្នឹងចឹងវាដូចតែគ្នាទេឥឡូវយើងចុចអក្សរ X move មកខាងwait យើងចុច ESC សិនហើយយើងចុចអក្សរ X វា move មកឆ្វេងហើយចុចអក្សរ L move មកខាងស្ដាំហើយចុចអក្សរ J ចុចយើងចុចអក្សរ K សិនអក្សរ K វាទៅលើហើយចុចអក្សរ J មកខាងក្រោមហើយចឹងប៉ុណ្ណឹងខ្ញុំ save វាមកចុច 3 2 វា save វាដូចគ្នាview queue ខ្ញុំ save ហើយខ្ញុំចេញមកអូខេហើយយើងឥឡូវយើងចង់ view only ដូច VI ចឹងយើងវាយមក VM ដាក់ autumn ហើយខ្ញុំដាក់មក VIM lab.text អូខេ read only ចឹង read only យើងដឹងតែកាតបានហើយចឹងnavigation ខ្ញុំសុំថែមបន្តិចទៀតឥឡូវជប់ខ្ញុំចេញមកវិញទៅកែ file សិនខ្ញុំចុច2 Q ហើយចឹងខ្ញុំវាយចូលមកហើយខ្ញុំចុចអក្សរ I ដើម្បី insert ចឹងឥឡូវខ្ញុំ copy ថែមចុច Y ចុច ESC សិនហើយចុចចុច Y ហើយY 2 ដង Y 2 ដងដូចគ្នា Y 2 ដងហើយ P ហើយដាក់ច្រើនចឹងមកហើយខ្ញុំចុច ESC តមកទៀតឥឡូវដល់យើងចង់ទៅខាងលើគេទាំងអស់យើងចុចGG 2 ដងទៅខាងលើគេទាំងអស់ហើយបើយើងចង់មកខាងក្រោមយើងចុចអក្សរ G ធំវាមកខាងក្រោមគេទាំងអស់អូខេអញ្ចឹងឥឡូវយើងចេញមកវិញvậy vậy yeah chân nhung đôi chiều mà nhập ban xeo rồi chân nhung vay nhập dụ số ok hay dương ví dụ đôi chiều read only tại vì chân ví dụ thòm đá giống vay vì ai ấm bây giờ lab dot thạch nó ví dụ thòm đá đi chơi ai edit bán để chụp ai ok khởi nhé cho lại nhung trong lục mà là nhân chánh vậy giữ cho ESC sân máu ở đây cho đi thống đi liệt mà làng ok hay vì cho đi tòm đã đi tối nhưng cho này bị đo như tới vì đôi xa vì ấy chơi cho đi video tới vì liệt mà lại nào hay vì ai âm đấy nhưng cho tại đi thông là mỗi gì mới nè bạn vô một dương cho hệ thống delete character before the cursor chẳng là lấy cho mình cho hệ thống đấy coi nhé hai bây giờ cho tốt vì lục bị hàng sàm cho hệ thống lục cho hệ thống đi delete before cursor hay ở bên cho tốt delete after the cursor chẳng hạn là cái cursor nó bị delete hệ tội hệ thống kế trên chọn sọ bên này rồi ok chẳng có năng nhung cho xéo chọn xéo hai chặt tranh muốn đập dục xuống cái dương ví dụ về má này dùng anh ấy ví dụ hơi đòn lì nó ví dụ được thằng quê nhưng chắc xuống nhưng mà hay yeah trong trường hợp bây giờ mình phần năng viên năng bên trang tiệt nhưng bây giờ là thế này dân ai từ research mơ time mơ YouTube xua AI time tiết sẽ dân chăm mà thì bây giờ trang này tôi là dân ăn vật vào ngày chân là lấy dân cho mà nano bình chân là nhung tranh
ចេញពី directory VM lại មកហើយខ្ញុំបង្កើតថ្មី make directory nano អញ្ចឹងខ្ញុំ cd មក nano យ៉ាអញ្ចឹងមកដល់ nano ឥឡូវខ្ញុំបង្កើត file នៅក្នុង nano ខ្ញុំវាយ nano node.text អូខេហើយអានេះយើងអត់មានត្រូវការចុច i ចុចអីដូច vir អីទេយើងទៅ save យកហ្មងអញ្ចឹងខ្ញុំដាក់ this file is created using nano editor nano is easy to use អីចឹងមកឥឡូវខ្ញុំលុបហើយបើសិនជាយើងចង់ undo មកវិញយើងវាយ alt u មកវា undo អីដែលយើងលុបមកវិញអញ្ចឹងឥឡូវខ្ញុំលុបមកខ្ញុំចុច alt u នេះវាលុបមកវិញយ៉ាអញ្ចឹងឥឡូវហើយខ្ញុំ cell control O ហើយ enter control x យ៉ា control O enter ហ្នឹងយើង cell control x ហ្នឹងយើងដាក់ចេញអញ្ចឹងយើង view វាមើលអញ្ចឹងវា view វាយើងវាយ nano node.text មកវា view តែវា edit បានអញ្ចឹងយើង control x មកហើយមួយទៀត view read only យើងវាយ nano daffy node.text មកយើងចេញវិញមក control x នៅវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបាយបាយជួបគ្នានៅវីដេអូក្រោយ